Pram, ok. Ok បាទខ្ញុំមកមួយខ្ញុំគ្រឿងជាបារងក្រុងបៃប៉ែតហើយជួបជាមួយលោកលីជាមន្ត្រីអគ្គកុងស៊ុលទីការ៉េបចាំខេត្តសៀមរាបហើយថ្ងៃនេះសូមជម្រាបជូនថានៅតំបន់បៃប៉ែតចឹងនេះមានការបាត់ច្រកទ្វារដោយសារមានបញ្ហារឿងព្រំដែនរវាងប្រទេសថៃនិងប្រទេសកម្ពុជាហើយនៅបៃប៉ែតចឹងមានការបាត់ច្រកទ្វារអន្តរជាតិបៃប៉ែតអានេះមិនថាបាត់ទេកាត់បន្ថយម៉ោងចេញចូលរបស់ច្រកទ្វារពីដើមឡើយយើងចូលពីម៉ោង6ដល់ម៉ោង10យប់ក៏ប៉ុន្តែបច្ចុប្បន្ននេះរដ្ឋាភិបាលទាំងពីរបានបន្ថយម៉ោងបានន័យថាភាគីថៃឲ្យបើកពីម៉ោង8ដល់ម៉ោង4រសៀលក៏ប៉ុន្តែកម្ពុជាគឺបើកពីម៉ោង9ដល់ម៉ោង4រសៀល4រសៀលហើយយើងចាប់អនុវត្តពីម្សិលមិញពីថ្ងៃទី18រហូតដល់បច្ចុប្បន្នក៏ប៉ុន្តែការបិទនេះយើងអត់ដឹងថាមានរយៈពេលវែងយូរប៉ុណ្ណាទេអត់ដឹងទេអត់ដឹងថាយូរប៉ុណ្ណាទេអាស្រ័យលើរដ្ឋាភិបាលដែលគាត់ចរចាគ្នាភាសានេះជាមួយប្រទេសទាំងពីរហើយមួយទៀតសូមជន់បរទេសដែលមកពេញការងារនៅប៉ោយប៉ែតសូមកុំមានការព្រួយបារម្ភការព្រួយបារម្ភព្រោះការទំនើបទាំងអស់នេះវាទំនើបនៅខាងខេត្តព្រះវិហារទេដោយឡែកប៉ោយប៉ែតយើងមានព្រំប្រទល់ច្បាស់លាស់មានចំណុចព្រំដែនច្បាស់លាស់អត់មានបញ្ហាទេហើយសូមបងប្អូនទាំងអស់រស់ស៊ីធម្មតាបាទអរគុណច្រើនលោកគ្រូតែងតែជនជាតិកូរ៉េជនជាតិបរទេសគាត់ការងារពលពេទ្យច្រើនដែរនឹងគាត់តែងតែព្រួយបារម្ភតាខ្លះហើយនឹងលោកគ្រូគឺជាអត់ដៃទេមែនលោកគ្រូមិនថាជនជាតិកូរ៉េមិនថាជនជាតិអ្វីទេនៅប៉ោយប៉ែតនេះថាដូចអត់មានបញ្ហាទេអរគុណច្រើនលោកគ្រូរសៀលកម្មជីវកម្មធម្មតាបាទទោះបីយើងឃើញជនជាតិថៃប្រហែលថ្ងៃនេះក៏ចេញទៅមែនក៏តែនោះជាបញ្ហាផ្ទាល់ខ្លួនរបស់គាត់ទេអត់មានវិធានការរដ្ឋាភិបាលគៀងគោឬក៏ឲ្យចេញអីអត់មានទេបាទអត់មានទេបាទអរគុណលោកគ្រូឥឡូវសម្រាប់ឲ្យព័ត៌មានអរគុណមែនទែនសូមគោរពលោកគ្រូអរគុណច្រើន